គ្នានៅតាមផ្លូវលេខ 271 ទល់មុខរបស់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតក្រុម32ភូមិ5សង្កាត់ទំនប់ទឹកខណ្ឌចំការមនកាលពីវេលាម៉ោង 2:40 នាទីរសៀលថ្ងៃទី 13 ខែឧសភាប្រពន្ធព័ត៌មានបានដឹងថារថយន្តទីតានពណ៌សជារថយន្តរបស់ក្រុមហ៊ុនហ៊ុតជាគុតគង់គ្រឿងសំណង់បើកបរពីជើងទៅត្បូងចំណែកឯរថយន្ត Starrex Hyundai ពណ៌សបើកបរពីកើតទៅលិចជារថយន្តរបស់ក្រុមហ៊ុន Karem ព្រះអាទិត្យបើកច្រាស់ទៅគ្នាពីត្បូងទៅជើងខណៈមកដល់ចំណុចខាងលើជាកន្លែងហាមបត់ត្រឡប់ក្រោយបែរជារថយន្តដឹក Karem បត់ត្រឡប់ក្រោយធ្វើឲ្យរថយន្តដឹកក្បឿងបើកបរលើផ្លូវអតិភិបចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្ត Starrex គូតក្រោយចំហៀងខាងឆ្វេងធ្វើឲ្យក្រពិតណែ Starrex ខ Starrex និយាយឃើញក្រោយពេលកើតហេតុភាគីទាំងពីរបាននិយាយទៅកាន់នគរបាលខណ្ឌចរាចរណ៍ខណ្ឌចំការមនដែលទៅវាស់ចុះទៅវាស់វែងករណីគ្រោះថ្នាក់ថាមួយថ្ងៃសមត្ថកិច្ចអត់ធូបបន់ឲ្យតែគេបុកគ្នាហើយអ្នកយកព័ត៌មានក៏ដូចគ្នាដែរដោយសមត្ថកិច្ចអញ្ចឹងគឺបន់ឲ្យតែគេបុកគ្នាអាងមើលថតចុះព័ត៌មានដូចគ្នាដែរបន្ទាប់ពីចាប់ប្រកាន់សមត្ថកិច្ចនិងអ្នកយកព័ត៌មានរួចហើយស្ដាប់តែភាគីទាំងសងខាងបានទូរស័ព្ទហៅអ្នកអន្តរាគមន៍សិទ្ធិជាមន្ត្រីនគរបាលចរាចរណ៍ទាំងចរាចរណ៍ក្រុងទាំងសងខាងមកជួយដោះស្រាយទៅវិញហើយពេលភាគីតំណាងទាំងសងខាងមកជួយវេញញែកច្រើនពេកចាដោយនិយាយខាងណាខុសខាងណាត្រូវភាគច្រើនគឺមិនសូវចាខូចខាតជួយចេញសង$50ដើម្បីយករថយន្តទៅជួសជុលណាខូចច្រើនសងគ្នាទៅបានហើយបញ្ចប់ទៅតែមិញ Starrex មិញបើនិយាយឲ្យឃើញទៅបត់មិញខណាប៉ុន្តែភាគីដែលខូចខាតរថយន្តតិចតួចចាជាងត្រូវជួសជុលរថយន្តដែលខូចខាតច្រើនចាអញ្ចឹងណែខ្ញុំធ្លាប់និយាយមកសើមិញហើយថាច្បាប់គឺច្បាប់ហើយណាហើយឥឡូវនេះបើសិនជាយើងគោរពច្បាប់អ្នកណាមិនគោរពច្បាប់គឺបើកបុកហ្មងបាទយើងបើកក្រុមហ៊ុនមួយគឺក្រុមហ៊ុនបើកបុកអ្នកណាបើកបច្ច្រាស់ទិសគេខុសច្បាប់គឺបើកបុកយកមកឲ្យបងបាទតែបើកបុកដើរបើកបុកគេបើកបុកខ្លួនឯងវិញនេះគេឲ្យបត់ហ្នឹងឃើញទេគេត្រូវដាក់សញ្ញាមិនឲ្យបត់ហើយឥឡូវគេដាំបកគោ2នឹងថែមទៀតដែលសម្រាប់ថាជាសញ្ញាគ្រោះថ្នាក់ហើយអាបកគោ2អាខ្លីៗមិញអាឃើញរូបមិញអាហ្នឹងសញ្ញាឲ្យមីនហ្នឹងបានន័យថាវាគ្រោះថ្នាក់តែប៉ះវាផ្ទុះអញ្ចឹងបានគេឲ្យបត់ហ្នឹងបាទអញ្ចឹងចង់ជម្រាបអញ្ចឹងឥឡូវហ្នឹងគាត់ថាឲ្យតែណាឥឡូវចាំមើលចេះមកពួកគេមានតំណាងដេកផ្លូវទ្រូងផ្លូវកដាអញ្ចឹងឃើញទេបាត់ខុសមួយទៅពូនេះខុសមួយទៀតឃើញទេខុសតែមកថ្ងៃដឹងខុសប្រហែល100នាក់ហើយឲ្យទៅយ៉ាងម៉េចមកមួយទៀត2នាក់នេះមកទៀតម៉ូតូដុំខុសទៀតខុសទៀតឃើញទេឥឡូវយើងមើលតែមួយផ្លេតតែប៉ុណ្ណឹងវាខុសប៉ុណ្ណឹងទៅហើយអញ្ចឹងបានគេថាធនធានមនុស្សកតាមនុស្សដែលធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍ច្រើនឃើញទេត្រូវនិយាយត្រូវបុកក៏ត្រូវទៀតមិនបាច់ប៉ូលីសមិនបាច់អ្នកសារព័ត៌មានអត់ធូកទេបើបត់ខុសអញ្ចឹងមិនគ្រោះថ្នាក់បាទគាត់និយាយអញ្ចឹងនិយាយហើយតែគាត់តែទម្លាប់គាត់ចង់និយាយថាមែនប៉ូលីសហើយនឹងអ្នកសារព័ត៌មានបនសនឲ្យតែមានគ្រោះថ្នាក់អាងដោះស្រាយអញ្ចឹងទៅឬក៏ក្រសួងខាងព័ត៌មានអាងផ្សាយអញ្ចឹងទៅបើគ្នាធ្វើការផ្សាយអញ្ចឹងឲ្យអត់គ្នាផ្សាយថតអត់មានរូបភាពផ្សាយមិនកើតអ្នកទស្សនាកំពុងអង្គុយតង្វងនៅមុខហាងកាហ្វេកាទៀវដូចពងរងចាំមើលទស្សនាឲ្យមើលរូបស្អីស្អាតដែរព្រោះសម្លឹងមើលស្អីស្អាតកាន់ក្បឿងបិទនឹងបិទជាងឡានទៀតហើយមិញនេះអ្នកដែលអង្គុយកាហ្វេខាងមុខនេះខប់សម្លឹងមើលបានគេខ្លីហ៎ថតរូបសោះមើលប៉ុណ្ណឹងហើយបាទនឹងរូបថតទេណាហើយរូបថតទេមើលប៉ុណ្ណឹងចុះតែមកក្រៅរូបថតវាយ៉ាងម៉េចទៅណ៎បាទអរគុណទូទាំងអ្នកជនឥឡូវនេះសូមពេលសម្រាប់បន្តិចសិនបាទ